លោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋនិងពលករមកពីប្រទេសថៃខណៈដែលពលករខ្មែរបាននឹងកំពុងចាក់ចេញពីប្រទេសថៃត្រឡប់មកស្រុកវិញលោកជំទាវបានស្រីមុំអភិបាលខេត្តប៉ៃលិនបានយកចិត្តទុកដាក់គិតគូររៀបចំខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនពលករដែលវិលត្រឡប់មកពីប្រទេសថៃការយកចិត្តទុកដាក់នេះមិនត្រឹមតែជាការលើកទឹកចិត្តពួកគាត់ប៉ុណ្ណោះទេថែមទាំងជាសកម្មភាពជាក់ស្ដែងក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលពលករជួបប្រទះជាក់ស្ដែងជាបន្តបន្ទាប់ពលករខ្មែរត្រឡប់មកវិញជួបបញ្ហាជាច្រើនមានជំងឺស្ត្រីមានផ្ទៃពោះគ្រប់ខែជួបបញ្ហាគ្រោះថ្នាក់នានាមានជីវភាពលំបាកសិតតែបានលោកជំទាវអភិបាលខេត្តជួយដោះស្រាយនិងសម្របសម្រួលនិងឧបត្ថម្ភមិនឲ្យពួកគាត់លំបាកឡើយដូចជាករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលោកជំទាវបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះជួយអន្តរាគមន៍ភ្លាមៗដើម្បីធានាបាននូវការសង្គ្រោះបឋមការបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យទាន់ពេលវេលាក្រៅពីនេះលោកជំទាវក៏បានគិតគូរដល់ការព្យាបាលនិងការចំណាយផ្សេងៗសម្រាប់ពលករដែលជួបប្រទះជំងឺធ្ងន់ធ្ងរផងដែរការឧបត្ថម្ភថវិកានិងមធ្យោបាយធ្វើដំណើរក្រៅពីការជួយសង្គ្រោះបន្ទាន់លោកជំទាវបានស្រីមុំក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភថវិកាដល់ពលករដែលមានជីវភាពខ្វះខាតឬជួបប្រទះការលំបាកផ្សេងៗការឧបត្ថម្ភនេះគឺដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ដែលអ្វីកាន់តែពិសេសនោះគឺលោកជំទាវបានផ្ដល់សេវារថយន្តជូនទៅដល់ស្រុកកំណើតដែលឥតគិតថ្លៃសម្រាប់ពលករដែលវិលត្រឡប់មកពីប្រទេសថៃការគិតគូរយកចិត្តទុកដាក់លើពលរដ្ឋក្នុងខេត្តនិងពលករទាំងនេះបានបង្ហាញពីការទទួលខុសត្រូវខ្ពស់និងភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកជំទាវក្នុងការបម្រើប្រជាជន